សួរលោកគ្រូខ្ញុំបាទឈ្មោះប៊ឿនម៉ូណូមកពីមហាវិទ្យាល័យព័ត៌មានវិទ្យាជានិស្សិតឆ្នាំទី1នៃថ្នាក់ Master ថ្ងៃនេះខ្ញុំមកធ្វើការ present អំពី project assignment របស់ខ្ញុំដែលធ្វើការ clone UI ពី app Fresh New នៅក្នុងមុខវិជ្ជា Flutter នេះដែរគឺមានការបង្រៀនដល់លោកគ្រូ Paradigm អញ្ចឹងយើងធ្វើការចូលទៅកាន់ការ present អំពី project របស់យើងដំបូងយើងទៅមើល content របស់យើងគឺទី1គឺ overview ទី2ការ app view ទី3 demo app អញ្ចឹងចូលទៅចំណុចទី1របស់យើងទាំងអស់គ្នាគឺ overview នៅក្នុងចំណុច overview នេះគឺយើងនិយាយអំពី app Fresh New របស់យើងគឺផ្ដោតទៅលើការ clone interface គឺ UI ពីកម្មវិធី Fresh New ដោយយើងផ្ដោតទៅលើការ design UI មិនសូវផ្ដោតទៅលើ logic ទេតែនៅក្នុងការ design នេះផងដែរគឺមានការ connect ជាមួយនឹង API ដែលប្រើប្រាស់ជាមួយនឹងភាសា Python និង framework របស់ Python គឺ Fast API ប៉ុន្តែយើងមិនបានផ្ដោតទៅលើ logic មួយខ្លាំងទេគឺយើងផ្ដោតទៅលើការ design UI ទាំងស្រុងនៅក្នុងនេះផងដែរគឺយើងមានការ clone ជាមួយនឹង home page home screen Fresh New Plus World News Cambodia News General Knowledge និង setting នៅក្នុង screen មួយៗគឺមានការ design ខុសគ្នារវាងកាតរបស់ព័ត៌មានឬក៏ screen នីមួយៗមាន content ខុសៗគ្នាតាម category របស់ព័ត៌មានផ្សេងៗអញ្ចឹងនៅក្នុងនេះយើងមានឃើញថាលើដំបូងគេគឺយើងនិយាយអំពី app bar នេះគឺយើងចូលមកដល់គឺមាននៅខាងលើគេបំផុតគឺយើងមានប៊ូតុងនេះមួយគឺ drawer នេះគឺយើងអាច click ដើម្បីមើលទៅលើ setting ឬក៏ menu ផ្សេងៗហើយនៅក្នុងនេះគឺមានពាក្យថា last new ឬក៏ fresh new plus មានន័យថាកន្លែងនេះគឺយើងអាច click ចូលទៅកាន់ page ដែលមានព័ត៌មានចុងក្រោយគេនិងមួយនេះគឺយើងអាចទៅកាន់ page របស់ Fresh New Plus ដែលជាព័ត៌មានដែលពេញនិយមនៅក្នុង app Fresh New ហើយកន្លែងនេះផងដែរគឺយើងមានការ sponsor ជា logo របស់ក្រុមហ៊ុនដែលដាក់ sponsor អញ្ចឹងទៅ page បន្ទាប់គឺយើងនិយាយអំពី drawer គឺជា screen មួយដែលយើងមានបង្ហាញដូចជា search Fresh New គឺជា menu ផ្សេងៗរបស់ព័ត៌មានរបស់ app ដូច្នេះយើងទៅមើល screen បន្ទាប់នៅ screen នេះគឺយើងនិយាយអំពី home page នៅក្នុង home page នេះគឺយើងមានការបង្ហាញអំពី video live ដែលយើងយកចេញពីក្នុង Facebook YouTube ដែលយើងយកចេញពីក្នុង YouTube channel របស់ Fresh New ផ្ទាល់តែម្ដងក្នុងនេះគឺយើងឃើញថាមានកាតព័ត៌មានកាតនេះគឺយើងអាច design មានរូបនិង title និង description ខ្លីមួយចំនួនហើយនឹងព័ត៌មានយើង update យើងពេលយើង uploadដូច្នេះមានកន្លែងនេះគឺ Telegram គឺយើងអាច click ដើម្បីចូលទៅ channel Telegram របស់ Fresh New នៅកន្លែងនេះដែរគឺយើងឃើញថាមានតិចមួយគឺយើងធ្វើការចុច read ដើម្បីចូលទៅអានព័ត៌មាន detail របស់ព័ត៌មាននីមួយៗដូច្នេះគឺយើងទៅមើល page បន្ទាប់គឺជា page Fresh New Plus ដែលយើងអាចចុចនៅលើប៊ូតុង Fresh New ឬក៏យើងអាចចូលមកកាន់ drawer ដើម្បីចុចទៅកាន់ Fresh New Plusដូច្នេះនៅក្នុង Fresh New Plus គឺមានការបង្ហាញអំពី title នៅលើ app bar ហើយនឹងប៊ូតុង home page មួយដែលយើងអាចធ្វើការ back ទៅកាន់ home page និង drawer ដូចគ្នាបន្តមកទៀតយើងឃើញថាមានការដាក់ sponsor ពីខាងដាក់ banner sponsor អំពីក្រុមហ៊ុនដែលគេបានដាក់ sponsor ជាមួយនឹង app នេះផងដែរគឺជាការដែលយើងអាន upload ជាព័ត៌មានផ្សេងៗពាក់ព័ន្ធជាមួយនឹង Fresh Newបន្តមកទៀតយើងទៅធ្វើការមើលទៅកាន់ screen ទៀតគឺនេះគឺជា World New ដែលមានការ design កាតរបៀបនេះខាងលើយើងឃើញថាវាមាន app bar និង sponsor ដូចគ្នាយើងឃើញថានៅខាងក្រោមក៏មាន sponsor ដូចគ្នានិងមានការ design កាតរបៀបផ្សេងពី page មុនហើយនេះគឺជា setting និង context គឺយើងមានការកំណត់ setting font
ដូច contact email ហើយនឹងអំពីព័ត៌មានរបស់ fresh new app នេះនឹង clear cache ហើយ UUID និង fresh push notification ហ្នឹងកន្លែងនេះគឺអត់មានជា logic អីទេគឺជា static សម្រាប់ឲ្យយើងមើលតែប៉ុណ្ណោះដូច្នេះយើងទៅធ្វើការចូលទៅកាន់ការ demo app របស់យើងផ្ទាល់តែម្ដងអូខេយើងឃើញថានៅក្នុង app របស់យើងពេលដែលយើងបើកដំបូងគឺវាចេញជាវីដេអូ live បែបនេះហើយនៅក្នុងខាងក្រោមនេះគឺយើងមានកាតនីមួយៗដែលយើងបានបង្ហាញថាមាន title description នេះនឹងជាមួយនឹង cover របស់ព័ត៌មាននីមួយៗដូច្នេះយើងធ្វើការ click ទៅលើ function នីមួយៗដូចជាយើង click ទៅលើ drawer នេះដើម្បីធ្វើការចូលទៅ menu នីមួយៗ fresh new នេះគឺជា menu home page ដូច្នេះយើងធ្វើការ click ទៅលើ fresh new plus ពេលយើង click ទៅលើ fresh new plus មានន័យថាយើងឃើញព័ត៌មានដែលយើងបាន upload ទៅចូល category របស់ fresh new plus ដូច្នេះកន្លែងទៅមើល screen world new គឺយើងអាចធ្វើការ click ទៅបានឃើញថាមាន sponsor ជាមួយនឹងព័ត៌មានផ្សេងៗហើយនៅលើការនីមួយៗយើងអាចធ្វើការចុចដើម្បី បន្ថែមអំពីព័ត៌មានលម្អិតរបស់ព័ត៌មាននៅក្នុង page detail នេះដែរគឺយើងមានជា sponsor ជាមួយនឹង title រូបភាពចំណងជើងរបស់រូបភាពជាមួយនឹង sponsor ហើយនឹងយើងនឹងមាន description របស់វាដែរដូច្នេះយើងធ្វើការចូលទៅកាន់ page បន្ទាប់គឺជា page Cambodia New នៅក្នុង page នេះផងដែរគឺវាដូចគ្នាជាមួយនឹង World New ដែរប៉ុន្តែវាមានការបែងចែក category សម្រាប់ការប្រើប្រាស់នៅក្នុងចំណុចមួយទៀតគឺ general knowledge គឺយើង design វាប្រហែលជាមួយនឹងfresh new plus ដោយយើងមានឃើញមាន cover ហើយនឹង title time និង description ខ្លីបន្តទៀតយើងទៅមើលនៅ page setting គឺយើងមានថា static page មួយអត់អាច click តំណាក់បានទេអញ្ចឹងយើងធ្វើការ back ទៅវិញយើងអាចធ្វើការចុចប៊ូតុងនេះដើម្បីទៅ home អូខេដោយសារតែនៅក្នុង Telegram នេះអត់បាន connect ទៅ link របស់ fresh new មែនតើទេគឺយើង connect ទៅកាន់ channel មួយរបស់ខ្ញុំគឺដែលដាក់សម្រាប់ store មេរៀនរបស់ Flutter ផ្សេងៗជា document អីផ្សេងៗនេះជា channel private របស់ខ្ញុំផ្ទាល់អូខេឥឡូវយើងធ្វើការ back មកកាន់ home page របស់យើងវិញហើយកន្លែងនេះគឺយើងមានឃើញថាមានប៊ូតុង read more ដែលយើងអាចចុចវាដើម្បីធ្វើការអាន detail អំពីព័ត៌មានរបស់យើងវាចូលមក page ជាមួយគ្នាដូចនឹងពេលដែលយើងចុចលើកាតផ្សេងដែរគ្រាន់ថានៅក្នុង home page នេះគឺយើងមិនអាចចុចនៅលើកាតនេះដើម្បី view បានទេគឺយើងអាចចុចលើ read more ទើបអាចចូលទៅកាន់page detail នឹងបានបាទសម្រាប់ការ demo app របស់ខ្ញុំមានតែប៉ុណ្ណឹងអរគុណលោកគ្រូហើយសូមជម្រាបលា